Bạnជំរាបសួរបងប្អូនអរគ្នាចឹងវីដេអូយើងថ្ងៃនេះយើងជជែកគ្នាអំពីរបៀបដែលយើងបំលែងណាបាទពី Facebook profile របស់យើងទៅវាជា page ណាអញ្ចឹងមុននឹងឈានចូលដល់វីដេអូអញ្ចឹងបងប្អូនបានឃើញ thumbnail ណាតើតើជាមួយនឹងការ convert ឬក៏ការបដូរពី Facebook profile របស់យើងទៅជាបាទទៅជា page ដើម្បីមានឱកាសអាចស្នើសុំរកលុយបានណាបាទអញ្ចឹងដើម្បីកុំឲ្យខាត់ពេកយើងចូលទៅកាន់ Facebook មកបាទនេះជា profile Facebook របស់ខ្ញុំបាទយើងចូលកន្លែង profile របស់យើងខាងក្រោមនេះមកបាទហ្នឹងហើយខ្ញុំចង់បញ្ជាក់ចំណុចនេះបន្តិចតើតើមួយចំណុចនេះគឺ profile បាទ Facebook សុទ្ធសាធណាដែលមានជាលក្ខណៈជា edit profile ហើយនិង story នេះមានន័យថាគឺជា account បាទ Facebook profile ហ្នឹងសុទ្ធសាធតែម្ដងបាទអញ្ចឹងយើងនឹងបដូរ account មួយហ្នឹងឲ្យទៅជា page បាទអញ្ចឹងមុននឹងបដូរទៅជា page បាទសូមចិត្តបងប្អូនណាសម្រាប់អ្នកដែលគាត់lock មានថា lock profile ណាអញ្ចឹងសម្រាប់បងប្អូនដែលគាត់ lock profile អាចដោះ lock profile ជាមុនសិនណាបាទអញ្ចឹងដើម្បីបដូរទៅជា page បានយើងចូលសញ្ញាត្រី3ខាងលើនេះមកបាទបន្តមកទៀតយើងអូសមកក្រោមមកយើងរកពាក្យថាបាទ turn on professional mode ណាដើម្បីយើងបដូរពី profile ហ្នឹងទៅកាន់ page ជាងយើងចុចលើវាមកបាទនៅទីនេះគឺជាលក្ខខណ្ឌបាទគាត់មួយចំនួនដែលបាទ Facebook តម្រូវឲ្យយើងអនុវត្តតាមណាបាទជាភាសាអង់គ្លេសខ្ញុំអត់អានទេបាទនៅក្នុងការ convert បាទឬក៏ការបដូរពី page បាទជាស្រ័យបដូរពី Facebook ទៅកាន់ page អញ្ចឹងយើងចុចពាក្យ turn on មកបាទបន្ទាប់ពីចុច turn on ហើយបាទយើងទទួលបាន message មួយថា success ណាយើងជោគជ័យហើយអញ្ចឹងកន្លែងនេះវាដាក់ថា go to professional mode បាទបងប្អូនចុចលើហ្នឹងទៀតមកបាទនេះក៏ដូចគ្នាបាទដូចគ្នាគឺជាលក្ខខណ្ឌបាទមួយចំនួនដែលយើង convert ពី page ពី profile ទៅជា page ណាអញ្ចឹងលក្ខខណ្ឌទាំងអស់ហ្នឹងបាទបងប្អូនអាចបាទស្វែងយល់ពីវាមួយណាបាទតកតងជាមួយនឹង about professional mode បាទ new way to monetize បាទ friend and follower បាទមាន tag មាន insight មាន ADS ជាដើមណាអញ្ចឹងនៅក្នុងចំណុចនេះបាទនៅត្រង់ចំណុចនេះខ្ញុំចង់បញ្ជាក់បងប្អូនថានៅពេលដែលយើងបដូរវាទៅជា page ហើយបាទដើម្បីមានសិទ្ធិអាចស្នើសុំរកបាទចំណូលជាមួយនឹង Facebook បានណា Facebook page បានណាអញ្ចឹងយើងត្រូវមាន 10k follower ណាបាទ 10k follower ហើយតើតើជាមួយនឹងការ challenge ថ្មីសម្រាប់ Facebook update ថ្មីនេះបាទនៅពេលដែលបងប្អូនឆេងពី profile ទៅកាន់ page ណាអញ្ចឹងយើងតតែមានការ invite បាទមានថាយើងត្រូវការរងចាំបាទមិនដឹងជាគេ invite មានថាបាទនិយាយរួមទៅថា invite យើងណាបាទអញ្ចឹងតតែមានការ update ពីខាងក្រុមហ៊ុន Facebook បាទទើបយើងទទួលមានសិទ្ធិលេង challenge ណាបាទសម្រាប់បងប្អូនមួយចំនួនដែលគាត់ឆេងពី profile ទៅ page ហើយគាត់នៅមិនទទួលបានការ invite ពីបាទក្រុមហ៊ុន Facebook អញ្ចឹងចំណុចនេះណាយើងត្រូវរងចាំណាបាទហើយសម្រាប់ page មានន័យថា page ដែលពេញសិទ្ធិក្នុងការរកលុយបានគឺចាប់ពី 10k follower ទៅណាបាទ 10k follower អញ្ចឹងយើង refresh មួយមកបាទ
បាទបន្ទាប់ពីយើង refresh បាទយើងទទួលបានបាទ Facebook Professional Mode មួយបាទឬក៏ហៅថា page ណាបាទ page សម្រាប់ដែលយើងអាច post ជាវីដេអូ reel បាទសម្រាប់ស្នើសុំក្រុមហ៊ុន Facebook ដើម្បីរកប្រាក់ចំណូលណាអញ្ចឹងវីដេអូរបស់យើងមានប៉ុណ្ណឹងបាទ